សួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះយើងមករៀនពី clear សំខាន់មួយចំនួនដែលយើងត្រូវតែចេះក្នុងការប្រើប្រាស់ប្រចាំថ្ងៃអូខេអញ្ចឹងយើងចាប់ផ្ដើមនៅទី1គឺផ្ញើអ្វីមួយអូខេខ្ញុំដាក់ចុចនេះផ្ញើអ្វីមួយមកឲ្យខ្ញុំអញ្ចឹងយើងនិយាយថាម៉េចផ្ញើគឺ send អញ្ចឹងគេថា send me អញ្ចឹងរបស់ដែលយើងចង់ឲ្យគេផ្ញើហ្នឹងយើងដាក់ខាងក្រោយមកជាឧទាហរណ៍ផ្ញើលុយមកឲ្យខ្ញុំអញ្ចឹង send me money អញ្ចឹង money នេះគឺយើងដាក់នៅខាងក្រោយអូខេផ្ញើលុយឲ្យខ្ញុំយើងឲ្យគេផ្ញើទៀតផ្ញើទូរស័ព្ទឲ្យខ្ញុំ send me phone ផ្ញើសម្ភារៈសិក្សាឲ្យខ្ញុំសម្ភារៈសិក្សាថាម៉េច stationery អញ្ចឹងផ្ញើ send me stationery អូខេអញ្ចឹងយើងត្រូវចាំថា send me អ្វីមួយនៅខាងក្រោយនេះចុចផ្ញើអ្វីមួយមកឲ្យខ្ញុំអរ៉ៃមួយទៀតជួយខ្ញុំធ្វើអីមួយអូខេអញ្ចឹងពាក្យថាជួយយើងនិយាយថាម៉េចជួយនេះគឺ help A E L P អូខេអញ្ចឹងជួយខ្ញុំគឺ help me ចុចនៅខាងក្រោយនេះយើងចង់ដាក់អីគេដាក់មកឧទាហរណ៍ជួយខ្ញុំចម្អិនយើងនិយាយថាម៉េចចម្អិនគឺ cook អញ្ចឹងគឺ help me cook ជួយខ្ញុំធ្វើលំហាត់ help me ធ្វើលំហាត់គឺ do exercise អញ្ចឹង help me do exercise ជួយខ្ញុំអីទៀតជួយខ្ញុំសម្អាតផ្ទះ help me clean ឬក៏ sweep the house ឃើញទេយើងត្រូវចាំមួយទៀតគឺ clear សំខាន់គឺ help me ធ្វើអីមួយអត់មាន to អត់មាន add មានអីទេ next one គឺហុចឲ្យខ្ញុំហុចអីគេហុចរបស់អីខ្ញុំហុចភាសាអង់គ្លេសយើងថា pass P A S pass អញ្ចឹងគឺ pass me អីមួយខ្មែរយើងនិយាយរបស់អ្វីមួយមុនហុចអីគេហុចសិភៅឲ្យខ្ញុំpass me book អីគេទៀតហុចកាតាបឲ្យខ្ញុំ pass me back ហុចកាហ្វេឲ្យខ្ញុំ pass me coffee អញ្ចឹងយើងចង់ឲ្យគេហុចអីឲ្យយើងនិយាយថា pass me ហើយដាក់របស់នោះនៅខាងក្រោយអូខេមួយទៀតប្រាប់ខ្ញុំពីរបៀបធ្វើអីមួយអូខេយើងនិយាយថាម៉េចប្រាប់គឺ tell ខ្ញុំគឺ me tell me ពីរបៀប how to អូខេ yeah tell me how to ធ្វើអីនេះដាក់ចុចដែរធ្វើអីយើងដាក់មកនៅខាងក្រោយហ្នឹង tell me how to អីគេ tell me how to cook ប្រាប់ខ្ញុំពីរបៀបចម្អិន tell me how to speak English ប្រាប់ខ្ញុំពីរបៀបនិយាយភាសាអង់គ្លេស tell me how to drive a car ប្រាប់ខ្ញុំពីរបៀបបើកឡាន tell me how to teach students ប្រាប់ខ្ញុំពីរបៀបបង្រៀនសិស្សអញ្ចឹង clear ប្រយោគ clear ទាំងអស់នេះគឺជា clear សំខាន់ណាស់បងប្អូនមួយចំនួនចង់រៀនសន្ទនារៀនអីប៉ុន្តែយើងត្រូវដឹងថាមុនពេលដែលយើងចង់ចូលទៅដល់រៀនសន្ទនាយើងត្រូវការរៀនមានជំហានមានក្បួនខ្នាតត្រឹមត្រូវបើយើងចូលទៅសួរសំណួរប្រយោគវែងសន្ទនាប្រយោគវែងតែម្ដងហើយយើងមិនដែលរៀនអានពាក្យមិនដែលរៀនបង្កើតជា clear គឺពិបាកហើយព្រោះយើងអត់ចាំពីទម្រង់អូខេអត់ទាន់ចាំពីទម្រង់អត់ទាន់ចេះបង្កើត clear អញ្ចឹងយើងទៅបង្កើតប្រយោគរៀនសួរនិងឆ្លើយក្នុងការសន្ទនាគឺមានការលំបាកណាស់ alright អូខេអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បាន subscribe channel YouTube ក៏ដូចជា follow នៅ TikTok និង Facebook អាចធ្វើការ follow បានដើម្បីទទួលបានមេរៀនថ្មីពីការចែករំលែករបស់ខ្ញុំដោយមិនគិតប្រាក់ទេអូខេដើម្បីមិនខាត់ពេលយើងបន្តមេរៀនរបស់យើងទៀតអញ្ចឹងមួយទៀតគឺកុំនិយាយកាត់យើងនិយាយថាម៉េចកុំគឺ don't និយាយកាត់ don't interrupt ហ្នឹងបើយើងនិយាយអាចថានិយាយកាត់ឬក៏និយាយយើងកាត់ប្រសាសន៍នរណាម្នាក់អញ្ចឹងណាអញ្ចឹង don't interrupt
nè kề lại này yang đã màu ok bây giờ công thì dây cắt lục cừu nè cừu don't interrupt teacher công dây cắt công cắtภาษา rồi còn là dây cắt áp dụng mà đai rồi bọn nè don't interrupt your parents don't interrupt your friends don't interrupt your grandparents công là dây cắt rồi còn công cắtภาษา lục ta lục dây bao giờ alright chẳng xin tham gia bóng ôn đồ tua ban cho mẹ đăng khá để bọn cho mùi nâng clear bỏ dưỡng chẳng pram xâm khăn không ca pram chẳng ngay hơi chỉ dìm ta xế bỏ dưỡng cho một ca ta xế nên chỉ dìm ảnh award bằng ca tự dụ bởi bán cho đàn làm bây đi châm đàn tầm mục và ta dưỡng ảnh award alright ok aku nông ôn ở này nông video này mình tập bắn trong điệp lý tầng ở này